បាទខ្ញុំសូមស្នើឲ្យបងប្អូនសារព័ត៌មាននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ឲ្យជួយរកយុត្តិធម៌ឲ្យខ្ញុំដោយសារតែមានបុគ្គលកំពុងតែខុបខិតគ្នាក្លែងបន្លំឯកសារដើម្បីយកដីរបស់ពួកខ្ញុំបាទជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ត្រូវរើគ្នានឹងប្រធានមន្ត្រីរៀបចំដែនដីប្រើប្រាស់ឯកសារក្លែងរំលោភយកដីរបស់ពួកគាត់អស់ជាង15ហិកតាលោកលឹមចាន់សុភីអតីតប្រធានមន្ត្រីសុរិយោដីខេត្តមណ្ឌលគិរីហ៊ានចេញបានកម្មសិទ្ធិដីធ្លីឲ្យទៅមន្ត្រីយោធាជាន់ខ្ពស់ម្នាក់គឺលោកវរៈស្នីឯកសុផាតសេរីវុធីទាំងបំពេញសេចក្តីសម្រេចរបស់តុលាការចំនួន3និងបណ្ដឹងទប់ស្កាត់របស់ជនជាតិដើមភាគតិចពូនងចំនួន3លើកដែលបណ្ដឹងទប់ស្កាត់ចូលមន្ត្រីរៀបចំដែនដីរួមទាំងបណ្ដឹងសុំអន្តរាគមន៍គោរពជូនរដ្ឋបាលខេត្តមណ្ឌលគិរីគ្រួសារជនរងគ្រោះជនជាតិដើមពូនងអ្នកស្រីឡាចពលើនិងលោកស្រីចន្ទថាស្រីម៉ៅសូមអំពាវនាវដល់ឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមជួយអន្តរាគមន៍និងធ្វើអធិការកិច្ចចំពោះការចេញបានកម្មសិទ្ធិរំលោភយកដីស្រែចម្ការនិងឈូសឆាយបំផ្លិចបំផ្លាញផលដំណាំគាត់អស់គ្មានសល់ពីសំណាក់លោកសុផាតសេរីវុធីដោយអ្នកស្រីបានអះអាងថាដីរបស់អ្នកស្រីនិងកូនស្រីឈ្មោះចន្ទថាស្រីម៉ៅត្រូវបានរដ្ឋបាលស្រុកអូររាំងបង្កើតគណៈកម្មការធ្វើការវាស់វែងមានការបញ្ជាក់ទំហំដីកំណត់បញ្ជាក់ព្រំដីជើងត្បូងកើតលិចច្បាស់លាស់និងមានការចុះហត្ថលេខានិងត្រាពីលោកប្លង់សេងមេភូមិពូត្រែងនិងលោកចាស់ណាមេឃុំដាក់ដាំហើយការចូលរួមវាស់វែងការនោះក៏មានការចូលរួមពីលោកសុផាតសេរីវុធីផងដែរដោយដីនោះមាន3បានទំហំសរុបចំនួន 161,261 ម៉ែត្រការ៉េចំណែកលោកសុផាតសេរីវុធីមិនមានឯកសារណាច្បាស់លាស់នោះទេគឺម្ដងឯកសារនៅភូមិពូឆោបមានទំហំមិនច្បាស់លាស់ក្រោយមកក៏បង្កើតឯកសារនៅក្នុងភូមិពូត្រែងដោយគ្មានទំហំច្បាស់លាស់គ្មានព្រំប្រទល់ច្បាស់លាស់ឯកសារខ្លះមានស្នាមមេដៃឯកសារខ្លះទៀតគ្មានស្នាមមេដៃឯកសារខ្លះគ្មានការចូលរួមពីមេភូមិហើយឯកសារខ្លះមានប្រើត្រាចររបស់មេឃុំដាក់ដាំហើយមានឯកសារមួយទៀតចុះហត្ថលេខារបស់លោកស្រីសុនសុគង្គតាំងពីឆ្នាំ202ដែលគិតមកដល់ឆ្នាំ2026គឺជាង1824ឆ្នាំមុនបើទោះជាឯកសារខុសទីតាំងគ្នាឯកសារគ្មានភាពច្បាស់លាស់គ្មានទំហំគ្មានព្រំប្រទល់ច្បាស់លាស់យ៉ាងណាក្តីក៏ចៅក្រមលីលីបមេងដែលមានក្រឡាបញ្ជីឈ្មោះថូសុធីចេញសេចក្តីសម្រេចចេញដីកាចាត់ចែងបណ្ដោះអាសន្នដែលមានលេខ221/21របស់សាលាដំបងខេត្តមណ្ឌលគិរីហើយត្រូវបានអ្នកស្រីឡាចពលើនិងអ្នកស្រីចន្ទថាស្រីម៉ៅបានដាក់ពាក្យស្នើសុំតវ៉ាចំពោះដីកាសម្រេចរក្សាការពារនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2022ហើយត្រូវបានសាលាដំបងខេត្តមណ្ឌលគិរីចេញសេចក្តីសម្រេចលេខ10គុតដរ៉ូ/23មានចៅក្រមឈ្មោះឋានលេងដែលមានក្រឡាបញ្ជីឈ្មោះថូសុធីហើយត្រូវបានលោកសុផាតសេរីវុធីប្តឹងជំទាស់សេចក្តីសម្រេចតវ៉ានៅថ្ងៃទី4ខែកញ្ញាឆ្នាំ2023របស់អ្នកស្រីឡាចពលើនិងអ្នកស្រីចន្ទថាស្រីម៉ៅទៅសាលាឧទ្ធរថ្មងឃ្មុំតែត្រូវបានសាលាឧទ្ធរចេញដីកាសម្រេចលេខ80រកក្រ1ម៉ូចចុះថ្ងៃទី24ខែតុលាឆ្នាំ2024ច្រានចោលបណ្ដឹងជំទាស់របស់លោកនងវណ្ណៈមេធាវីការពារសិទ្ធិឲ្យលោកសុផាតសេរីវុធីដោយសាលាឧទ្ធរបានឲ្យអ្នកស្រីឡាចពលើនិងអ្នកស្រីចន្ទថាស្រីម៉ៅចូលទៅអាស្រ័យផលលើដីរបស់ខ្លួនវិញតែដល់ពេលចូលទៅអាស្រ័យផលត្រូវបានលោកសុផាតសេរីវុធីប្តឹងក្នុងបទល្មើសព្រហ្មទណ្ឌទៅវិញដោយនិយាយរួមគឺជាប់រក្សាការពារដោយមិនអាចចេញប្លង់ទៅភាគីណាបានទាំងអស់បើទោះជាមានរក្សាការពារនិងបណ្ដឹងទប់ស្កាត់គ្រប់បែបយ៉ាងណាក្តីក៏លោកលឹមច័ន្ទសុភីនៅតែចេញបានកម្មសិទ្ធិឲ្យឈ្មោះសុផាតសេរីវុធីចំនួន3បានទំហំសរុបជាង16ហិកតាគឺរំលោភយកទាំងអស់តែម្ដងតើសំអាងលើឯកសារអ្វីក្រោមស្នាដៃគប់គិតគ្នារបស់លោកលឹមច័ន្ទសុភីប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់ខេត្តមណ្ឌលគិរីដោយប្រើប្រាស់ឯកសារទីតាំងផ្សេងគប់គិតនឹងលោកយោធាពាក់ស័ក្តិ5ឈ្មោះសុផាតសេរីវុធីអតីតយោធាសឹករងខេត្តមណ្ឌលគិរីដោយបច្ចុប្បន្នផ្ទេរមករាជធានីភ្នំពេញហើយបានចេញបានកម្មសិទ្ធិរំលោភយកដីរបស់គាត់អស់គ្មានសល់ដែលមានទំហំជាង15ហិកតាស្ថិតនៅក្នុងភូមិពូត្រែងឃុំដាក់ដាំស្រុកអូររាំងខេត្តមណ្ឌលគិរីជុំវិញករណីខាងលើលោកមេភូមិពូត្រែងនិងលោកមេឃុំដាក់ដាំបានបកស្រាយបំភ្លឺឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងដូចគ្នាផងដែរថាពួកគាត់ទទួលស្គាល់ថាពួកគាត់ពិតជាបានចុះហត្ថលេខាលើលិខិតស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លីរបស់អ្នកស្រីឡាចពលើនិងចន្ទថាស្រីម៉ៅព្រមទាំងទទួលស្គាល់ថាអ្នកទាំងពីរពិតជាប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិឃុំរបស់ពួកគាត់ហើយរឿងចុះហត្ថលេខាលើលិខិតស្នើសុំកាន់កាប់និងប្រើប្រាស់ឲ្យឈ្មោះសុផាតសេរីវុធីកាលពីឆ្នាំ2020គឺជាទីតាំងកន្លែងផ្សេងហេតុអ្វីបានជាឈ្មោះសុផាតសេរីវុធីយកឯកសារនោះទៅរំលោភយកដីគេទៅវិញព្រោះលោកស្គាល់ច្បាស់ណាស់ទីតាំងដីពាក់ព័ន្ធខាងលើគឺជាដីរបស់អ្នកស្រីឡាចពលើនិងឈ្មោះចន្ទថាស្រីម៉ៅពិតប្រាកដណាស់ដែលបានកាន់កាប់និងអាស្រ័យផលច្រើនឆ្នាំមកហើយគឺតាំងពីឆ្នាំ1980ជាងចង់និយាយថាឆ្នាំ2020ប្រទេសឲ្យបុគ្គលផ្សេងទៀតមានបោះផ្សេងមិនមានបោះតែត្រូវទេមានកន្លែងផ្សេងទេលោកគ្រូបាទ
ចឹងលោកពូទទួលស្គាល់ឈ្មោះឡាយភ្លើនឹងជាប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកពូទេ ហ្នឹងហើយគាត់ជាពលរដ្ឋក្នុងភូមិឆោប បាទពូ បាទពីព្រោះនឹងចេញបានរឹងនឹងខាងឃុំដូចមិនមានទេពីព្រោះដោយសារហ្នឹងក៏ខាងគាត់តែតនឹងមន្ទីរបើពីព្រោះការវវិញគឺនៅមន្ទីរតែការវវិញហ្នឹង តែពូមិនបានចូលរួមទេពូការចុះវវិញហ្នឹង ខ្ញុំអត់បានចូលរួមទេ ការវវិញហ្នឹងក៏ពូអត់បានចូលរួមដែរ បាទ ចុះហេតុអីបានគេអត់ហៅមន្ត្រីមូលដ្ឋានដោយពូក្នុងនាមជាមេឃុំចូលវវិញពូ យើងអត់ដឹងទេតែបើខាងគាត់ទៅតង់ទៅលើគឺអ្នកខាងមន្ទីរគាត់ទៅចុះហើយនឹងចូលរួម ពូជួយបញ្ជាក់មើលថាពូស្គាល់គាត់ទេគាត់ឈ្មោះអីដាច់បាទគាត់ជាជនជាតិដែរហើយជាកូនភូមិរបស់ពូឬក៏ភូមិអនុប្រភូមិឆោបបាទប៉ុន្តែគាត់មានដីនៅទឹកត្រីបាទពូស្គាល់ដីគាត់ទេគាត់ពូមានខំសញ្ញាលិខិតលើការស្គាល់ដីគាត់ទេមាន ចែកមួយពីមុនហ្នឹងដៃហ្នឹងអត់អំនោះគ្នាទេតែដៃហ្នឹងរៀងខ្លួន ចំណែកលោកសៀកមនីអភិបាលស្រុកអូរាំងឲ្យមន្ត្រីជំនាញវាស់វែងដីនោះជូនអ្នកស្រីឡាយពលើលនិងអ្នកស្រីចន្ទថាស្រីម៉ៅពិតមែនដែលយោងលើកំណត់ហេតុស្ដីពីការពិនិត្យទីតាំងដីធ្លីចុះហត្ថលេខាដោយលោកសៀកមនីផ្ទាល់នៅថ្ងៃទី16ខែកញ្ញាឆ្នាំ2019ករណីនេះលោកលឹមចាន់សុភីប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មខេត្តមណ្ឌលគិរីបានឲ្យក្រុមការងារអ្នកសារព័ត៌មានយើងជួបផ្ទាល់ដើម្បីផ្ដល់ព័ត៌មាននៅឯខេត្តមណ្ឌលគិរីដោយឯកសារខ្លះមិនអាចទំនាក់ទំនងនិងនិយាយតាមទូរស័ព្ទបានតែនៅពេលក្រុមការងារទៅជួបដល់ខេត្តមណ្ឌលគិរីគាត់បានប្រាប់ថាគាត់បានចូលនិវត្តន៍ហើយនិងបានប្រាប់ថាប្លង់ដីនោះបានចេញដោយរដ្ឋបាលសូរិយោដីក្រោយមកទៀតក៏បានថាចេញដោយតុលាការទៅវិញការផ្ដល់ព័ត៌មានរបស់លោកលឹមច័ន្ទសុភីប្រធានមន្ត្រីរៀបចំដែនដីខេត្តមណ្ឌលគិរីរូបនេះហាក់មិនមានភាពច្បាស់លាស់តតែសោះ អរគុណច្រើនពាក់ព័ន្ធរឿងនេះវាវែងឆ្ងាយបន្តិចយើងអាចនិយាយគ្នាតាមនឹងអត់កើតអញ្ចឹងអាចចង់ដឹងច្បាស់ទៅមន្ទីរដើម្បីមន្ទីរគេបំភ្លឺហើយពាក់ព័ន្ធរឿងនេះសមត្ថកិច្ចតុលាការអញ្ចឹងចាំមើលឲ្យតុលាការគាត់ចាត់ចែងនីតិវិធីបន្តព្រោះគាត់ប្តឹងទៅតុលាការប្តឹងសភាសេរីវិធីនិងប្តឹងមន្ទីរដែនដីអញ្ចឹងអាចរឿងនេះរឿងជាក់ស្ដែងចាំយើងមើលសំណុំឯកសារពាក់ព័ន្ធថែមទៅ ករណីនេះវារៀងនេះបន្តិចអូនដោយសារត្រូវការទៅចែកប៉ុន្តែគាត់ថាតេធីយើងចែកទៅតាមតេធីរដ្ឋបាលគណៈកម្មការរដ្ឋបាលធ្វើដីទី1ទីតាំងហ្នឹងចំជីជាប្រព័ន្ធតើទៅមន្ទីរផ្ទាល់បានស្រួលនេះព្រោះតេធីសូវដីផងតឡាការក៏មានតឡាការដែរដោយសារវាមាននេះអញ្ចឹងបានចង់ទៅមន្ទីរទៅគេមានឯកសារពាក់ព័ន្ធគេនឹងបញ្យលបន្ថែមហើយយើងនិយាយតែខ្លីវាអត់កើតទេព្រោះយន្តការគណៈកម្មការធ្វើអីវាមួយផ្សំគ្នា ក្រោយមកក៏មានឈ្មោះក្នុងគណនី Telegram ឈ្មោះថាយិនលៀងកុងបានទម្លាក់ទំនងមកអ្នកសារព័ត៌មានយើងនិងបញ្ជាក់ថាប្រើតួនាទីជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាក្នុងនាមជាលោកសុផាតសេរីវុធី បានបញ្ជាក់ថា ហ្នឹងឯងក្នុងនាមអ្នកសារព័ត៌មានដូចគ្នាហើយបងគាត់ថាបងប្រឡូកអាហ្នឹងមុនណែអញ្ចឹងបងស្នើឲ្យអាណៃពិនិត្យលើឯកសារទាំងអស់ហ្នឹងព្រោះសាច់រឿងហ្នឹងបានបញ្ចប់ហើយតុលាការសាលាឧទ្ធរបានចេញសារក្រមបញ្ចប់ហើយនៅក្នុងហ្នឹងបើអាណៃពិនិត្យមើលគឺមានការភាគីដែលដើរតួជាអ្នករងគ្រោះឥឡូវនេះគឺគាត់បានខ្លែងឯកសារទៀតហើយអ្នកខ្លែងឯកសារហ្នឹងបានជាប់គុក2ឆ្នាំរួចហើយតុលាការផ្ដន់ទេទោសរួចហើយអញ្ចឹងដើម្បីមើលករណីហ្នឹងគឺបងមើលឯកសារហ្នឹងឲ្យចប់ហើយនឹងឃើញរឿងហ្នឹងវាយ៉ាងម៉េចហើយព្រោះរឿងហ្នឹងពួកខ្ញុំអត់ចង់បញ្ចេញឬក៏អត់ចង់និយាយវិញឆ្ងាយទៀតទេព្រោះរឿងហ្នឹងវាបញ្ចប់អស់ហើយឡើយតោក៏បានបញ្ចប់ដែរបានចេញសារក្រមបញ្ចប់ហើយខ្ញុំនិយាយក្នុងនាមលោកសុផាតសេរីវុធីខ្ញុំយិនលៀងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាខ្ញុំប្រើតួនាទីខ្ញុំក្នុងនាមប្រធានបណ្ដោយទៅ
ចំពោះឯកសារទាំងអស់ដែលបានផ្ញើមកអ្នកសារព័ត៌មានយើងក៏បានពិនិត្យរួចរាល់អស់ហើយអ្នកស្រីឡាច់ពលើលរួមទាំងក្រុមគ្រួសារទទួលស្នើសុំដល់ឯកឧត្តមគង់គំនីអភិបាលខេត្តមណ្ឌលគិរីឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីជាពិសេសសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមជួយអន្តរាគមន៍ដល់ពួកគាត់ផងដើម្បីបានដីពួកគាត់មកអាស្រ័យផលវិញនិងចេញបានកម្មសិទ្ធិជូនពួកគាត់ហើយអង្គភាពសារព័ត៌មានយើងនឹងស្រាវជ្រាវបន្ថែមទៀតដោយរងចាំការបំភ្លឺគ្រប់ភាគីដែលពាក់ព័ន្ធបើមានរៀងរាល់ម៉ោងធ្វើការ